ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់បង្ហាញបងប្អូនអំពីរបៀបបង្កើត Apple ID នៅលើ iPhone បាទគឺ free តែម្ដងសម្រាប់ទាញយកកម្មវិធីនៅក្នុង App Store របស់ iPhone បាទអញ្ចឹងយើងមិនរងចាំយូរយើងចូលទៅទាំងអស់គ្នាបាទដំបូងខ្ញុំបង្ហាញពី iTunes របស់ខ្ញុំសិនគឺអត់ទាន់មានទេបើសិនជាមានគឺត្រូវវាមានទៅពាក្យ email អីបាននៅលើនេះហើយអញ្ចឹងខ្ញុំត្រូវបង្កើតបាទអញ្ចឹងធ្វើតាមខ្ញុំទាំងអស់គ្នាបាទ package មកអញ្ចឹងយើងដំបូងគឺយើងទៅចូលទៅលើគេបង្អស់គឺ sign in to your iPhone បាទចុចលើវាមកពេលចុចលើនឹងហើយគឺគេតម្រូវឲ្យយើងវាយ email ចូលយើងវាយ email បាទបើសិនជាយើងមាន email យើងប៉ុន្តែយើងអត់ទេយើងទៅបង្កើតថ្មីគឺអញ្ចឹងយើងចុចលើពាក្យ don't have an Apple ID បាទហើយយកពាក្យ create Apple ID create បាទបងប្អូនមើលខ្ញុំធ្វើហើយគឺធ្វើមួយតាមខ្ញុំណាគឺយើងប្រើពេលវេលារងចាំបាទអញ្ចឹងយើងរឿងថ្ងៃខែឆ្នាំកំណើតហ្នឹងថ្ងៃខែឆ្នាំកំណើតនេះគឺយើងចាំបាច់បំផុតពេលដែលយើងភ្លេចលេខកូដលេខអីហ្នឹងគឺវាទាមទារថ្ងៃខែឆ្នាំកំណើតអញ្ចឹងបងប្អូនបើអាចយើងត្រូវដាក់ថ្ងៃខែឆ្នាំកំណើតរបស់បងប្អូនពិតតែម្ដងទៅណាបាទសម្រាប់ពេលយើងភ្លេចលេខកូដឬក៏វាទាមទារយើងអាប់ដេត Apple ID គឺយើងត្រូវវាយលេខកូដនឹងចូលហើយបាទគឺយើងត្រូវវាយថ្ងៃខែឆ្នាំកំណត់របស់យើងអញ្ចឹងដាក់មកខ្ញុំថ្ងៃទី7បាទខែ4បាទឆ្នាំអញ្ចឹងឆ្នាំបងប្អូនយកឆ្នាំមកបាទឆ្នាំ1988បាទយើងចុចពេលយើងដាក់ហើយយើងចូលពាក្យ next មកបាទអញ្ចឹងគេឲ្យបំពេញឈ្មោះបាទឈ្មោះនេះគឺដាក់ឈ្មោះបងប្អូនក៏បានដាក់ឈ្មោះអ្នកដទៃក៏បានបាទអញ្ចឹងដាក់មកយើងដាក់ឈ្មោះមកលេនណាបាទតមកយើងយកពាក្យ next មកបាទមកដល់កន្លែងនេះគឺយើងទៅយកពាក្យ get a free iCloud email address បាទចូលពាក្យខាងក្រោមបាទយកខាងក្រោមមកកន្លែងនេះគឺយើងត្រូវយកឈ្មោះយើងដើម្បីធ្វើជា email iCloud សម្រាប់ពេលយើង log in ចូលក្នុង iPhone បាទអញ្ចឹងដាក់ឈ្មោះមកបាទមកខ្ញុំដាក់ឈ្មោះលេនណាអញ្ចឹងដាក់ឈ្មោះអីក៏បានដែរទៅបងប្អូនចង់ដាក់ប៉ុន្តែត្រូវចាំណាបងប្អូនបាទអញ្ចឹងដាក់មកខ្ញុំឈ្មោះលេនណា1988អញ្ចឹងមកកតុយនេះយើងមិនដាក់ឯងគេដាក់ឲ្យយើងឲ្យស្រេចទៅណាបាទតោះមកយើងពាក្យ next បាទយក Apple ID cloud not be great because Lina ហ្នឹងគេអត់ឲ្យទេអញ្ចឹងយើងយកឈ្មោះថ្មីបាទអញ្ចឹងយើងដាក់ដាក់មកបាទ07ខ្ញុំដាក់ថ្ងៃខែឆ្នាំខ្ញុំមិញណា07041988អញ្ចឹងបើសិនជាយើងចុចពាក្យនេះទៅបើសិនជាគេអត់ឲ្យទេគឺយើងត្រូវដូរលេខឬក៏ដូរឈ្មោះអីទៅដើម្បីឲ្យពាក្យដើម្បីឲ្យខាង iPhone គេ approve ឲ្យយើងបាទអញ្ចឹងយកពាក្យនេះទៀតមកបាទមកដល់កន្លែងនេះគឺគេ approve ឲ្យយើងហើយអញ្ចឹងយើងយកពាក្យ continue បាទកន្លែងនេះគឺលេខសម្ងាត់បាទលេខសម្ងាត់ផ្ទាល់ហ្មងណាបាទសម្រាប់យើង download game បាទអញ្ចឹងដាក់លេខសម្ងាត់របស់បងប្អូនមកបាទដាក់ឲ្យចាំណាបាទហើយលេខសម្ងាត់គឺយើងទៅផ្ដើមដោយអក្សរហើយនឹងលេខបាទអញ្ចឹងខ្ញុំដាក់ A ធំ A តូចដាក់លេខរបស់បងប្អូនមកបាទហើយខាងក្រោមគឺដូចគ្នាដែរមកបាទបន្ទាប់មកពេលយើងវាយលេខសម្ងាត់ហើយឲ្យលើខាងលើដូចខាងក្រោមដូចខាងលើហើយគឺយើងយកពាក្យ next មកបាទកន្លែងនេះគឺសំខាន់បំផុតសម្រាប់យើង reset password ឬ reset security question បាទអាហ្នឹងលុះតាមដល់ពេលយើងភ្លេចលេខសម្ងាត់បងប្អូនបាទអញ្ចឹងយើងរើសសំណួរមកដំបូងនេះគឺគេយើងមាន6សំណួរអញ្ចឹងបងប្អូនយកសំណួរមួយណាក៏បានដែរបាទណាអ
ចឹងបងប្អូនរើសសំណួរមួយណាក៏បានដែរបាទអញ្ចឹងខ្ញុំយកសំណួរទី2ចុះបាទគេសួរថាតើសត្វចិញ្ចឹមរបស់អ្នកឈ្មោះអ្វីសត្វចិញ្ចឹមដំបូងរបស់អ្នកបាទដាក់មក dog បាទសំណួរទី2 what is your dream job បាទដាក់មក banker បាទតបឲ្យយកពាក្យនៃទៀតគឺ3សំណួរទាំងអស់3សំណួរបាទអញ្ចឹងយើងរើសសំណួរទៀតមកបាទអញ្ចឹងគេសួរយើងបាទអញ្ចឹងយើងដាក់មកខ្ញុំនៅខេត្តកំពតខ្ញុំដាក់កំពតមកកំពតបាទពេលយើងដាក់ហើយយើងចូលពាក្យ next បាទបាទពេល next ហើយមកដល់កន្លែងនេះយើងយកពាក្យ agree បាទពេលចេញផ្ទះមកចឹងមកបងប្អូនកុំធ្វើអីសោះហើយត្រូវឲ្យវា stand by ឲ្យវាភ្លឺរហូតមកបាទមិនចុចអីទេហើយកុំចុចចេញពីកម្មវិធីហ្នឹងគឺវាកំពុងតែ sign in iCloud របស់យើងដើម្បីឲ្យវាដំណើរការនៅក្នុង iPhone បាទអញ្ចឹងយើងត្រូវរងចាំវាបាទបាទកន្លែងនេះជួនកាលវាអាចរងចាំយូរបន្តិចហើយអញ្ចឹងបងប្អូនមកដល់កន្លែងនេះបងប្អូនយកពាក្យពីនេះបាទពីហ្នឹងបាទយើងយកបើសិនជាយកពាក្យមើកអញ្ចឹងបានន័យថាអ្នកទាំងអស់គ្នាដល់ទៅពេលថតរូបថតអីគឺចូលក្នុង iCloud ទាំងអស់បាទចង់រក្សាទុកទិន្នន័យគឺចូលក្នុង iCloud ទាំងអស់ប៉ុន្តែបើយកពាក្យ don't merge អាហ្នឹងគឺអត់រក្សាទុកទេបាទអញ្ចឹងយើងយកពាក្យ don't merge មកបើសិនជាបងប្អូនយកខាងលើក៏បានខាងក្រោមក៏បានដែរពីរហ្នឹងដូចគ្នាបាទណែអញ្ចឹងគឺគេឲ្យខាង iPhone គឺគេ approve iCloud ឲ្យយើងហើយប៉ុន្តែយើងមិនអាចដំណើរការ iCloud ហ្នឹងសម្រាប់យកទៅ download បានទេគឺយើងចូលទៅ review វិញម្ដងទៀតបាទយើង review មិនតោះយើងទៅទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅក្នុង iTunes ម្ដងបាទពេលចូល iTunes ហើយយើងចូលពាក្យ sign in បាទអញ្ចឹងមកដល់កន្លែងនេះគឺគេអត់តន់ឲ្យយើងនិយាយទៅគឺថាបើសិនជាជួនកាលទូរស័ព្ទខ្លះគឺវា load email ដែលយើងiCloud ដែលយើងបង្កើតមិញហើយប៉ុន្តែទូរស័ព្ទនេះវាអត់មានតន់ load អញ្ចឹងយើងវាយiCloud ដែលយើងបង្កើតមិញមក link ណា07041988@icloud.com បាទណែវាយអាហ្នឹងហើយវាយលេខសម្ងាត់យើងចូលមក A ធំ A តូច885929 027បាទអញ្ចឹងយើងពាក្យ sign in មកបាទធ្វើមួយបងប្អូនអាចតាមតាន់បាទអញ្ចឹងមកដល់កន្លែងនេះគឺយើងយកពាក្យ review ពេលវា load ពាក្យហ្នឹងមកណាបាទ review អញ្ចឹងបងប្អូនត្រូវចាំវាយើងអត់បញ្ញាប់បានទេពេលបង្កើត Apple ID ហ្នឹងហើយបើសិនជាអាចគឺត្រូវបងប្អូនត្រូវមានប៊ិចឬសិភៅអីសម្រាប់note របស់យើងទុកណាដូចថាថ្ងៃខែឆ្នាំកំណើតឈ្មោះ Gmail សំណួរ3សំណួរដែលយើងសួរហ្នឹងគឺយើងអាចកត់ទុក note ទុកកន្លែងណាក៏បានដែរពីព្រោះវានឹងសំខាន់នៅថ្ងៃក្រោយបាទឥឡូវវាមកដល់កន្លែងនេះហើយអញ្ចឹងមកដល់កន្លែងនេះគេឲ្យរើសប្រទេសបាទអញ្ចឹងយើងនៅ Cambodia យើងយកប្រទេសណាក៏បានដែរប៉ុន្តែគាត់ថានៅក្នុងប្រទេសកម្ពុជាយើងអត់អាចសូវមានដូចថា game ដែលមានfree ច្រើនណាបើអ្នកខ្លះគេដាក់យកប្រទេសផ្សេងប៉ុន្តែសម្រាប់ខ្ញុំនេះខ្ញុំយក Cambodia ហើយបាទអញ្ចឹងពេលយកហើយនៅ Cambodia ហើយយើងយក agree to term and condition នេះគឺយើងបើកវាមកបាទពេលបើកហើយយើងយកពាក្យ next ទៀតបាទមកដល់កន្លែងនេះក៏សំខាន់ដែរអញ្ចឹង
កន្លែងមកជួលើ3លើនេះយើងមិនបាច់បំពេញអីទេអានេះយើងយកពាក្យណានហើយអានេះឈ្មោះរបស់យើងហើយអញ្ចឹងកន្លែងនេះគឺយើងបំពេញអាសយដ្ឋាន building address បាទអញ្ចឹងយើង street បងប្អូននៅផ្លូវលេខប្រមាណអីលេខប្រមាណចេះដែរមកខ្ញុំនៅផ្លេច3ផ្លូវលេខ3 street ទី2លេខ3ទៀតមកនៅ city អីខាងកំពតខ្ញុំនៅកំពតយើងដាក់កំពតមកបាទអញ្ចឹង country នេះអញ្ចឹងយើងរើសកំពតទៀតមកបាទ postcode យើងស្រុកខ្មែរគឺ 12000 បាទ phone number បាទនេះយើង097មកលេខ097 088 sorry បាទខាងក្រោយនេះយើងដាក់លេខកតុយរបស់យើងមក5929 027បាទអញ្ចឹងពេលមកដល់នេះហើយគឺយើងចូលពាក្យ next ណារងចាំណាបងប្អូនបាទមកដល់កន្លែងនេះគឺ already ហើយយើងអាចយក iCloud នឹងគឺទៅ download game បាននឹងអាចយកទៅ sign in នៅលើទូរស័ព្ទផ្សេងៗទៀតក៏បានដែរអញ្ចឹងយើងពាក្យ continue ណាបាទអញ្ចឹងបងប្អូនសាក down game មួយមើលបាទធ្វើ2ដងបងប្អូនពេលដែលយើងបង្កើតនឹងហើយគឺយើងត្រូវធ្វើវាពីចំនួន2ដងដល់ត្រូវ download អ្វីក៏បានដែរគឺ download ចំនួន2ដើម្បីឲ្យវា save ជាប់នៅក្នុងទូរស័ព្ទរបស់យើងឬក៏បងប្អូនមិនចង់ទេបងប្អូនដាក់ឲ្យវាទៀមទាពេល download ទៀមទារហូតក៏បានដែរអញ្ចឹងយើងទៅទាំងអស់គ្នាខ្ញុំធ្វើ download កម្មវិធីទី1សិនអញ្ចឹងយើងយកពាក្យ install មកយើងវាយលេខសម្ងាត់របស់យើងវិញមក88 59 29 027បាទ sign in នេះវាតិចឲ្យយើងហើយបាទអញ្ចឹងយើងរងចាំបន្តិចទៀតវានឹង load ផ្ទាំងមកមួយយើងអញ្ចឹងពេលដែលយើងនឹងបង្កើត app Holdy ឲ្យមួយយើងទៅ download កម្មវិធីមួយគឺវា load កម្មវិធីទី1គឺវា load បែបនេះវាសួរយើងថា request password or for an additional feature on this device បាទអញ្ចឹងយើងយក always request មកបាទយើងមើលកន្លែងវាវិលនេះមកបាទអញ្ចឹងវាកំពុងតែ down ហើយអញ្ចឹងយើងទៅ download មួយទៀតបាទ install យើងយកពី install មកអញ្ចឹងយើងវាយលេខកូដរបស់យើងមកsign in បាទរងចាំតិចទៅវានឹង load ផ្ទាំងមកមួយទៀតឡើយបាទដល់នេះគេសួរថាយើងចង់ save password នៅលើទូរស័ព្ទរបស់យើងអត់ណាបើសិនយើងយកពាក្យ save ពេលដែលបងប្អូន download លើក្រោយគឺលែងទាមទារលេខកូដហើយបើសិនជាពាក្យ don't save អញ្ចឹងមានន័យថាពេលដែលបងប្អូន download លើក្រោយគឺនឹងទាមទារលេខកូដ again អញ្ចឹងយើងយកពាក្យ save ទៅយើងងាយស្រួលពីព្រោះក្នុងទូរស័ព្ទយើងប្រើតែឯងអញ្ចឹងយើងយកពាក្យ save ទៅលើក្រោយពេលដែលយើង download កម្មវិធីអ្វីក៏ដោយគឺវាមិនទាមទារលេខកូដទៀតទេបាទអញ្ចឹងយកពាក្យ save មកបាទបើវាដើរហើយបាទវាដើរហើយវេទនាកាយអញ្ចឹងចូលខ្ញុំសូមរំលឹកបងប្អូនទាំងអស់គ្នាពេលដែលបងប្អូនមកកើត iCloud នៅលើទូរស័ព្ទខ្លួនឯងហើយអញ្ចឹងបងប្អូនចាំបាច់បំផុតគឺត្រូវទៅសាញ iCloud នៅក្នុង setting ដើម្បីកុំឲ្យជាប់ iCloud បើសិនជាបងប្អូនចង់ទុកក៏បានដែរប៉ុន្តែការពារដែលថ្ងៃណាមួយដែលយើងគ្រោះអាសន្នមកដល់គឺយើងផ្លេចលេខកូដចឹងទូរស័ព្ទបងប្អូនគឺទៅជាប់ iCloud ហើយបើអញ្ចឹងបើសិនជាអាចគឺបងប្អូនត្រូវសាញឲ្យ iCloud នឹងចេញពីលើទូរស័ព្ទរបស់បងប្អូនទាំងអស់ទុកតែក្នុង iTunes and App Store នេះបានហើយបាទអ
អញ្ចឹងខ្ញុំចង់ចែកម្លែកតែប៉ុណ្ណេះបាទសូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទសូមអរគុណ